ថ្ងៃជាថ្ងៃប្រហ័សទី6 ខែកុម្ភៈឆ្នាំ2026យើងមកដឹងអំពីមនុស្សជីវិតដែលកើតលើផែនដីនេះហើយគេពុំដឹងច្បាស់អំពីថាតើជីវិតគេហើយរូបកាយគេមកពីណាបានជាគេមានការដណ្ដើមយកទីតាំងសម្រាប់ឈរជើងស្នាក់លើផែនដីនេះព្រះបន្ទូលនៃព្រះបានមានបន្ទូលប្រាប់យើងឲ្យបានដឹងជាពិតប្រាកដថាគឺមនុស្សមកពីព្រះហើយទ្រង់បានដាក់ឲ្យនៅពីពេញលើផែនដីសម្រាប់ថ្វាយសិរីល្អដល់ព្រះប៉ុន្តែចាប់តាំងពីក្រោយពីអំពើបាបចូលមកមនុស្សត្រូវបានដាច់ចេញពីព្រះហើយក៏ត្រឡប់មករកការអ្វីៗដែលមនុស្សធ្វើជារឿងរាល់ថ្ងៃសប្តាហ៍ថ្ងៃហើយនោះបានជាព្រះបានប្រទាននៅព្រះបន្ទូលគឺព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រារបស់ព្រះដើម្បីឲ្យយើងបានដឹងជ្រាបហើយក៏ឲ្យយើងបាននឹកចាំពីព្រះដែរមានសេចក្តីបង្រៀនជាច្រើនសាសនាដែលគេបង្រៀនអំពីប្រភពនៃមនុស្សមានសាសនាគេបានបង្រៀនថាមនុស្សកើតពីធម្មជាតិប៉ុន្តែបងប្អូនអើយធម្មជាតិមិនបានបង្កើតមនុស្សទេគឺព្រះទេតាបង្កើតមនុស្សហើយធម្មជាតិក៏វាមិនដឹងដែរប៉ុន្តែព្រះបានបង្កើតមនុស្សនោះទ្រង់ជ្រាបគ្រប់ទាំងអស់ព្រះទ្រង់បានប្រាប់បង្រៀនឲ្យមនុស្សបាននឹកចាំអំពីទ្រង់ហើយដោយសាររយៈពេលខ្លីយើងនឹងធ្វើការ live ថ្ងៃក្រោយបន្តទៀតសូមអរគុណសូម